ជំរាបសួរបងប្អូននេះគឺជារបៀបធ្វើតែបៃតងដាក់កន្ត្រងតែបៃតងដាក់កន្ត្រងបើសិនជាយើងអត់ចេះឆុងវាអាចនឹងឡើងពណ៌លឿងអញ្ចឹងបងប្អូនអាចមើលតាមវិធីខ្ញុំធ្វើបានហើយក្នុងមួយកែវនេះខ្ញុំដាក់សម្រាប់តែមួយកែវគឺបើសិនជាយើងវាស់ស្លាបព្រាបាយគឺមកស្លាបព្រាបាយកន្លះតែបើយើងវាស់ស្លាបព្រាហ្នឹងក៏មកស្លាបព្រាកន្លះដូចគ្នាបងប្អូនវាល់ហើយចាក់ទឹកចូលចំនួនតែមួយកែវគឺ200 ml ដាក់200 ml ឬក៏150 ml ដាក់ចូលនៅក្នុងតែហើយលើកវាចុះឡើងអញ្ចឹងបងប្អូនហាមត្រាំវាទុកចោលយូរវាជាបញ្ហាធ្វើឲ្យតែឡើងលឿងណាបងប្អូនបើសិនជាធ្វើតាមខ្ញុំហ្នឹងតែគឺពណ៌ខៀវស្អាតហ្មងហើយពេលដែលសល់កាក់វាយើងអាចយកទៅធ្វើតែក្រូចឆ្មាអីបានដោយសារតែទឹកដោះគោយើងយកចាស់ដិតតែក្រូចឆ្មាយើងយករៀងស្រាលបន្តិចអញ្ចឹងយើងសល់ពីកាក់តែហ្នឹងយើងអាចយកទៅឆុងតែក្រូចឆ្មាបានធ្វើបែបហ្នឹងគឺវាអត់ចំណាយតែចោលបើយើងឆុងតម៉ាសាគឺវាចោលកាក់តែដោយសារតែយើងអត់បានត្រាំវាយូរឯងយើងត្រាំវាយូរវាឡើងពណ៌លឿងអាហ្នឹងឡើងពណ៌លឿងឡើងស្អាតហើយក៏អត់ឆ្ងាញ់ដែរអញ្ចឹងចាក់ផ្ទេចុះផ្ទេឡើងដូចជាខ្ញុំអញ្ចឹងបើសិនជាឆុងកន្ត្រងតែបើឆុងនឹងម៉ាស៊ីនគឺស្រួលទេគឺដាក់ម៉ាស៊ីនទៅចុចយកទៅគឺបានទេអញ្ចឹងទឹក200 ml ពេលដែលវារីកចូលនៅក្នុងតែខ្លះវាស្រក់មកខ្លះវាល្មមនឹងឆុងតែសម្រាប់កែវលេខ22បងប្អូនបើដាក់កែវលេខ32បងប្អូនថែមចំនួនតែតិចទៀតហើយថែមទឹកតិចទៀតហើយថែមគ្រឿងក្រៅអីគឺថែមគុណតាមនឹងតិចទៀតណាបងប្អូននេះគឺខ្ញុំយកស្ករច្រើនស្ករកម្រិត120នេះបងប្អូនកម្រិត120តែបៃតងគេយករៀងផ្អែមដូចកាហ្វេយកអ្នកខ្លះអត់ចេះញ៉ាំផ្អែមទេតែបៃតងគេច្រើនគឺគេញ៉ាំផ្អែមនៅកន្លែងខ្ញុំភេទជ្ជៈដែលគ្រឿងផ្អែមគឺខ្ញុំលើបន្ថែមអំបិលបន្តិចដើម្បីឲ្យរសជាតិវាផ្អែមដិតឆ្ងាញ់ប៉ុន្តែចំពោះតែក្រូចឆ្មាឬក៏ភេទជ្ជៈជូរគឺអត់ដាក់ទេនៅកន្លែងខ្ញុំគឺអត់ដាក់ទេដោយសារតែរសជាតិជូរហើយនឹងដាក់អត់ត្រូវគ្នាមួយអំបិលទេវាដូចជាវាដិតពេកវានេះខ្លាំងរសជាតិខ្លាំងពេកអញ្ចឹងនៅកន្លែងខ្ញុំគឺអត់មានដាក់ទេហើយនេះពេលលាយហើយចាក់ដោះគោស្រស់អីគ្រប់គ្រឿងអស់រួចជាស្ការស្រេចហ្នឹងគឺកម្រិតទឹក200 ml ហ្នឹងយើងអាចយកចាក់ជាមួយនឹងកែវលេខ32អីក៏បានដែរបងប្អូនព្រោះថាអាហ្នឹងវាច្រើនតែតកឯងចំនួនបរិមាណតែវាឡើងតាមតកប៉ុន្តែបើយើងចាក់ច្រើនពេកដាក់តកច្រើនពេកលើសកម្រិតវារៀងសាបបន្តិចញ៉ាំបានតែបន្តិចហ្នឹងគឺវាសាបហើយសម្រាប់យើងដាក់កែវលេខ22នេះគឺវាត្រឹមត្រូវឆ្ងាញ់ហើយបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់